ในตามด้านเรื่องรายการวิจัยไทยภายเฉียบภายจะต้องแต่หนังบอมมินทำไมกำลังตอนนี้คือประเทศไทยบ้านดอกคล้วนไอ้กระตอกเพียกี้ปีอนุสันน่ะยกគ្នាអមយូឆ្នាំ2001ឬក៏អមយូឆ្នាំ44ដែលថៃហៅដល់មកញ៉ាំទឹកពួកតែគឺតែរោសាគីឡូតែមូហុកពីកពូលភ្នំយូណានជួយសម្រួលទៅដល់សុខភាពរបស់យើងបានច្រើនយ៉ាងសំខាន់ហ្មងដែលខ្ញុំពេញចិត្តទីមួយគឺតងការគេងជួយធ្វើឲ្យគេងលក់ស្កប់ស្កល់អារម្មណ៍របស់យើងក៏ប្រសើរនឹងសម្រួលអេយ៉ាប័តនៅក្នុងការប្រើជីវិតរបស់យើងឲ្យមើលទៅគួរឲ្យគេចង់នៅក្បែរឬក៏វាងាយស្រួលឡើងអត់សូវតឹងតែងចិត្តអីប្រមាណសម្រាប់ប្រេងកន្លប់2កន្លប់មូហុងមកព្រោះវិធីសង្ងត់ចំហាយតិចមកសង្ងត់ឲ្យវាស្ងួតអញ្ចឹងរក្សាគុណភាពទាំងអស់តែម្ដងក្រៅតែពីប្រេងកន្លប់ដែលជួយសម្រួលដល់ហូម៉ូនសម្រួលដល់ការគេងរបស់យើងហ្នឹងសម្រួលដល់អារម្មណ៍របស់យើងហ្នឹងក៏មាន anthocyanin កៅងារថា Regini anthocyanin ហ្មងព្រោះវាសម្បូរជាងផ្លែឈើទៅ goldberry ទៀតចុងក្រោយគឺពួកវីតាមីនជួយទាំងសុខភាពជួយទាំងស្បែកទៀតចឹងសម្រាប់បងប្អូនរបស់យើងដែលចង់បានតែដែលញ៉ាំហើយជួយទៅដល់សុខភាពទាំង3យ៉ាងដូចខ្ញុំនិយាយនេះអាចសាកល្បងមួយតែ Rosa Glow បានតាមរយៈលេខទូរស័ព្ទនិង QR code នេះក៏បានដូចគ្នាជារឿងរ៉ាវដែលមិនប្លែកសម្រាប់អារម្មណ៍របស់ខ្ញុំប្រហែលទេឃើញព័ត៌មាននឹងមកហោហែដែរតែក៏មិននឹកចាប់អារម្មណ៍យកមកនិយាយពីព្រោះថាក៏ដឹងថានឹងធ្វើបែបហ្នឹងហើយមិនចេះទាទេប៉ុន្តែតាមដានព័ត៌មានថៃមកឃើញថាអនុทินយកចំណុចហ្នឹងមកឃោសនាបោះឆ្នោតតាំងពីមុនជាប់ឆ្នោតមកម្លេះមានច្រើនចំណុចនិយាយទៅគឺអីក៏ដោយដែលនិយាយទៅធ្វើឲ្យពួកស្នេហាជាតិបែបជ្រុលនិយមភាគច្រើននៅខាងប្រទេសថៃស្រឡាញ់ឬអីអស់ហ្នឹងគឺដឹងនិយាយឯងដូចរើសអនុทินទៅមិនខកបំណងទេព្រោះខ្មែរខ្លាចអនុทินឡើងញ័រតែម្ដងឬក៏បើសិនជារើសអនុทินនឹងធ្វើចេះអាលុប MOU ឆ្នាំ2001អីហ្នឹងក៏ជាចំណុចមួយដែលយកមកឃោសនាបោះឆ្នោតសម្រាប់ខ្លួនឯងដែរនឹងរឿងថាបើរើសអនុทินទៅថៃនឹងមានរហូតដល់ថ្នាក់ប្រជាពលរដ្ឋនឹងស្រែកថាបានហើយមានគ្រប់គ្រាន់ហើយប៉ុន្តែមិនដែរនេះគឺ GDP មានការកើនឡើងក្នុងកម្រិតបែបទាបបំផុតនៅក្នុងបណ្ដាមិត្តភ័ក្តិអាស៊ានមិនបាច់ទៅធៀបជាមួយនឹងប្រទេសធំដែលសេដ្ឋកិច្ចប្រហាក់ប្រហែលគ្នាដូចវៀតណាមម៉ាឡេស៊ីទេប្រៀបធៀបតែជាមួយកម្ពុជាក៏កម្រិតនៅក្នុងការអភិវឌ្ឍសម្រាប់ឆ្នាំដែលអនុทินឡើងជានាយករដ្ឋមន្ត្រីមិនថាតែស្ដីទីឬក៏នាយករដ្ឋមន្ត្រីពេញទីដែលគេជ្រើសរើសបោះឆ្នោតមកនឹងទេធំតែប្រហែល1%ប្រមាណភាគរយគឺទាបមែនតើដែលគេហៅថាជាខ្លាឈឺរបស់អាស៊ីអីក៏ដោយដែលផ្ដល់ផលប្រយោជន៍ដល់ក្រុមបកពួកគេទូបានការបោះឆ្នោតជ្រើសរើសគឺនិយាយជាពិសេសគឺអារឿងចិត្តនិយមហ្នឹងហ្មងដែលអត់ខ្វាយខ្វល់ពាក់ព័ន្ធទៅនឹងរឿងនេះការរស់នៅលបងផ្ទះជាប់គ្នាជាមួយប្រទេសជិតខាងការដែលស្អប់គ្នាគឺវាស្អប់គ្នាប៉ុន្តែយ៉ាងណានៅផ្ទះជាប់គ្នាវាត្រូវតែសម្ដែងដាក់គ្នាពេលខ្លះដើម្បីផលប្រយោជន៍ទៅវិញទៅមកអត់ទៅស្រឡាញ់ក៏មិនស្រឡាញ់កើតដែរធ្វើអត់មិនថាតាពេលដិតឬក៏បច្ចុប្បន្នឬក៏អនាគតទេប៉ុន្តែយ៉ាងណាក៏ត្រូវតែសម្ដែងចាប់ដៃគ្នាអីរស់ស៊ីគិតពីផលប្រយោជន៍រួមជាធំគិតពីផលប្រយោជន៍ជាតិជាធំតែអត់ទេអនុทินរដ្ឋាភិបាលជន់នឹងជ្រើសរើសនៅក្នុងការហែកចោលហ្មងអាខែលដើម្បីការពារខ្លួននៅក្នុងការចរចាលក្ខណៈទ្វេភាគីជាមួយកម្ពុជាមានការចេញមកវិភាគច្រើនជាសាស្ត្រាចារ្យល្បីៗរបស់ថៃប៉ុន្តែចេញមកនិយាយត្រូវបានគេជេរបចោលជាពិសេសគឺពួកចិត្តនិយមដែលខ្វាយខ្វល់អំពីអនាគត10ឆ្នាំ20ឆ្នាំខាងមុខថាវាបែបណាអីយ៉ាងណាការរស់ស៊ីជាមួយគ្នាការមានតំណែងល្អមួយគ្នាទោះបីជាសម្ដែងកណ្ដោយហ្នឹងវាអាចនឹងផ្ដល់ផលប្រយោជន៍ច្រើនជាងការដែលមិនខ្ចីខ្វល់ខ្វាយក្នុងការនិយាយពេលភាគីមួយឬក៏មានអីដែលរួមគ្នាហែកចោលអស់អីចឹងទៅជេរខាងសាស្ត្រាចារ្យដែលចេញមកនិយាយថាកុំសាកខ្លាចអញ្ចេះចោះវាមិនដែលទេព្រោះកំពុងតែមាន ego ជឿជាក់ថាខ្លួនឯងធ្វើអីក៏ត្រូវតាំងពីវាយប្លន់ដីរបស់កម្ពុជាហើយកំពុងតែគ្រប់គ្រងខុសច្បាប់មកបានហ្នឹងក៏គិតថាខ្លួនឯងនឹងវាធ្វើអីក៏ត្រូវលយអីចឹងទៅសម័យនេះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានផុសជូនដំណឹងទៅដល់បងប្អូនជនរួមជាតិគ្រប់គ្នាឲ្យបានជ្រាបរឿងថាតើកម្ពុជានឹងធ្វើបែបម៉េចឆ្លើយតបយ៉ាងណាចំពោះការដកខ្លួនចេញពីអនុសន្នយោគយល់មួយនេះរបស់ថៃគឺកម្ពុជាផលច្បាប់អន្តរជាតិ UN Close ស្រ័យឬក៏មានការអនុវត្តនីតិវិធីដែនសមុទ្ររឿងនេះបើសិនតែសួរថាផលប្រយោជន៍វាបែបណាអីយ៉ាងណាក៏ផលប្រយោជន៍មួយបែបម្នាក់ជាមួយនឹងការដែលមានអនុសន្នយោគយល់គ្នាត្រង់ចំណុចហ្នឹងឬក៏ពេលខ្លះហ្នឹងគឺអាចរចាបែបទ្វេភាគីវាមានចំណុចនៅយោគយល់គ្នាបានអានេះមិនដែរព្រមអត់អានោះមិនដែរព្រមអត់អីចឹងណាវានៅមានចំណុចនឹងច្រើនហើយអីដែលបងប្អូនរបស់យើងគិតនៅក្នុងចិត្តដែលជាប្រជាពលរដ្ឋខ្មែរយើងខ្លាចតែកម្ពុជាចាញ់ប្រៀបគេនៅពេលដែលមានអនុសន្នយោគយល់មិនន័យថាចរចាចោះឡើងអីក៏ព្រមតាមគេហើយអាពួកថៃនោះដែល
ជំរុញឬក៏គ្រប់គ្រងឲ្យរដ្ឋាភិបាលលុបចោលអនុសាសនៈយោគយល់គ្នាហ្នឹងក៏គិតថាអញ្ចឹងដែរគិតថាខ្លាចចាញ់ប្រៀបកម្ពុជាព្រោះកម្ពុជាល្បិចច្រើនណាស់ស្រួលយោគយល់គ្នាចង់ឡើងព្រមតាមកម្ពុជាវាបាត់បង់ផលប្រយោជន៍នេះបាត់បង់ផលប្រយោជន៍នោះមានពួកជេរបែបអញ្ចឹងឲ្យខ្លាចរៀងខ្លួនកម្ពុជាក៏ខ្លាចជាជនយើងមួយចំនួនក៏ខ្លាចថាយើងចាញ់ប្រៀបគេថៃមួយចំនួនហ្នឹងក៏ខ្លាចថារដ្ឋាភិបាលហ្នឹងចាញ់ប្រៀបកម្ពុជាទៅជំរុញឲ្យដកខ្លួនចេញពីអនុសាសនៈយោគយល់គ្នាហ្នឹងហើយក៏ធ្វើបានសម្រេចហ្នឹងហើយផលបន្តមិនដែរដែលឃើញរដ្ឋាភិបាលកម្ពុជាបងយើងខ្លះទៅខមមិនថាអូយនិយាយដូចសោកស្ដាយណាស់ដែលថៃដកខ្លួនចេញពីអនុសាសនៈយោគយល់គ្នាអីផ្សេងហើយអីក៏សោកស្ដាយអីម្លឹងក៏ឈឺចាប់ម្លឹងទាំងដែលរឿងហ្នឹងវាផ្ដល់ផលប្រយោជន៍សម្រាប់ប្រទេសជាតិសោះមិនគិតអីផលប្រយោជន៍ទៅខ្លួនឯងមិនមែនខ្ញុំចេះតែគិតថាគេជានាយករដ្ឋមន្ត្រីទាំងមូលហើយគិតឲ្យគេសរសេរលក្ខណៈមិនសរសេរបែបមនុស្សធម្មតាអញ្ចឹងទៅតាមអារម្មណ៍តាមកំហឹងតាមភាពបែបអូសប្បាយចិត្តណាស់ដែលថៃដកខ្លួនចេញពីអនុសាសនៈយោគយល់ MOU ឆ្នាំ2001អីអញ្ចឹងបើសិនជានិយាយធម្មតាតតែមកអង្គុយនិយាយវីដេអូដូចខ្ញុំឬក៏មិនអញ្ចឹងទេធម្មតាអាចនឹងយើងចំណាក់ស្រុកទៅធ្វើការនៅស្រុកគេឬក៏ទៅរស់នៅប្រទេសគេឬក៏ធ្វើការសំណងខ្លះឬក៏អីអញ្ចឹងមនុស្សធម្មតាបងប្អូនយើងធម្មតាអាជីវករអញ្ចឹងបើសិនជានិយាយតាមអារម្មណ៍តាមអីតាមធម្មតាផុសណាសប្បាយណាស់អញ្ចឹងក៏ឡងពួកគាត់ទៅហ្នឹងគាត់ថាយ៉ាងណាប្រសាសន៍របស់នាយករដ្ឋមន្ត្រីក៏ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅក្នុងការនិយាយអីផ្សេងតែយ៉ាងណាយើងដឹងថានឹងបញ្ជូនទៅខាង UN close ដើម្បីដោះស្រាយពាក់ព័ន្ធទៅនឹងរឿងហ្នឹងការដកខ្លួនពីអនុសាសនៈយោគយល់គ្នាមួយនេះរបស់ប្រទេសថៃនឹងទៅជាយ៉ាងណាឬកម្ពុជានឹងទៅជាយ៉ាងណាមិនមែនថៃបានអីដូចដែលថៃត្រូវការទេណាចំណុចបន្ទាត់ព្រំដែនដែលទទួលស្គាល់តាឯងឬក៏ឯកតោភាគីកន្លងមកហ្នឹងគឺអស់សិទ្ធហ្មងព្រោះយ៉ាងណាគឺខាង UN close ដែលគេមានយន្តការផ្សះផ្សាបែបបង្ខំហ្នឹងគេត្រូវតែបង្កើតនៅគណៈកម្មការមួយហើយគេបង្ខំមែនតើហ្នឹងអាចគិតទៅណារួចទេយើងចាំបានបើតាក់ទងទៅនឹងរឿងកិច្ចការរបស់ UN close កាលឆ្នាំ2017អីចឹងហើយអូស្ត្រាលីជាមួយនឹង Timor Leste ក៏មានរឿងបែបហ្នឹងដូចគ្នាអូស្ត្រាលីព្យាយាមបញ្ចូលខ្លួនដោះស្រាយតាមច្បាប់អន្តរជាតិនៅក្នុងរឿងលក្ខណៈបែបហ្នឹងដែនសមុទ្រអញ្ចឹងតែទីបំផុតក៏ត្រូវបានគេបង្ខំត្រូវទៅចូលហើយដល់ពេលទៅចូលហើយមិនដែរបាត់បង់ផលប្រយោជន៍នៅដែនសមុទ្រដែលធ្លាប់ពីមុនហ្នឹងគឺ50-50ប៉ុន្តែដោយសារតែគេមានការវាស់វែងការត្រួតពិនិត្យគេមានគណៈកម្មការរបស់គេដែលបង្កើតឡើងខាងឧទាហរណ៍កម្ពុជាជាមួយនឹងថៃចាខាងថៃ2នាក់ខាងកម្ពុជារបស់យើង2រូបហើយនឹងគេមានគណៈកម្មការប្រធានកណ្ដាលមកគេហ្នឹងមួយពីខាង UN មកធ្វើជាគណៈកម្មការមួយហើយគេក៏ចាប់ផ្ដើមដោះស្រាយតាក់ទងទៅនឹងរឿងអស់ហ្នឹងអញ្ចឹងនៅពេលដែលគេធ្វើទៅតាមច្បាប់អន្តរជាតិអីផ្សេងវាស់ចុះវាស់ឡើងលទ្ធផលដូចទីម៉័រហើយនឹងអូស្ត្រាលីនោះខាងអូស្ត្រាលីបាត់បង់ផលប្រយោជន៍ទៅឲ្យចែកផលប្រយោជន៍បាត់បង់អីរបស់គេតាំងពីអើយមកចែកផលប្រយោជន៍ទៅឲ្យ Timor Leste ប្រហែលជា70ទៅ80%ទាំងដែលមុនពេលហ្នឹងតែ50-50បានទៅ Timor 50ខាងអូស្ត្រាលី50ចែកផលប្រយោជន៍គ្នាស្មើប៉ុន្តែអត់ទេអូស្ត្រាលីធ្វើបែបហ្នឹងទីបំផុតក៏ប្រើច្បាប់អន្តរជាតិគេមានមាត្រាប្រមាណរបស់គេដើម្បីដោះស្រាយដើម្បីធ្វើការហ្នឹងត្រូវទៅចូលខ្លួនមកដាច់ខាតក្នុងរយៈពេល2-10ខែដែលគេមាននីតិវិធីនៅក្នុងការដោះស្រាយអញ្ចឹងថៃនឹងបាត់បង់អាសិទ្ធដែលខ្លួនឯងនេះផែនទីដែលទទួលស្គាល់តែឯងមករហូតមិនថាតដែនគោកឬក៏ដែនសមុទ្រហ្នឹងហើយបើសិនជាអាងថាអញ្ចឹងប្រើកម្លាំងវាយកហ្មងស្អីចោលប្រើឈ្មោះចោលបែបអត់ខ្មាស់អៀនហ្មងអស់ពីវាយកចំណុចដែលត្រូវចរចាគ្នាព្រំដែនចម្រុះដែនគោកនេះក៏ដាក់កុងតឺន័រដាក់អីប៉ុន្តែអត់ទាន់ហ៊ាននិយាយពេញមាត់ទេថាខ្លួនឯងហ្នឹងចង់បានចំណុចហ្នឹងអត់ទេគឺប្រាប់ថាដាក់ទូកុងតឺន័រដើម្បីកុំឲ្យមានភាពប៉ះទង្គិចគ្នាងាយអញ្ចឹងចុះហើយនឹងដោះស្រាយតាម JBC ប៉ុន្តែខណៈនេះរដ្ឋាភិបាលថៃអត់ទាន់ត្រៀមខ្លួនវិច្ចរាល់ពីព្រោះរដ្ឋាភិបាលទៅតែរៀបចំមកមិនទាន់ហើយស្រួលបួននៅឡើយទេហើយកម្ពុជាក៏មើលទៅមិនទាន់មានភាពបែបត្រៀមខ្លួនព្រមរួចជាសាច់នៅក្នុងការចរចារឿងហ្នឹងទេចាំនេះចាំនោះគាត់ទៅយកលេសនេះយកលេសនោះរហូតដល់កិច្ចប្រជុំអាស៊ានថ្ងៃទី7ដល់ថ្ងៃទី9នោះនៅខាងហ្វីលីពីននេះក៏នឹងត្រូវប្រឈមមុខនិយាយឲ្យព្រោះកិច្ចទៅណាមិនរួចទេប៉ុន្តែនិយាយដោះស្រាយប្រជុំកម្រិតណាអីកម្រិតណាយ៉ាងហោចណាស់ក៏មានសកម្មភាពមួយចំនួនដែលអាចឈានចូលដល់ការដោះស្រាយប្រជុំ JBC បកគលដីដែលវាយកទៅដែលខុសច្បាប់គ្រប់គ្រងដែលខុសច្បាប់របស់ថៃដែរបើសិនជាគិតថាបើញ៉ៃពេកប្រើកម្លាំងហ្មងទៅហ៊ានជើងទឹកក៏ខ្លាំងដែរទៅកាប់គ្រប់គ្រងធ្វើស្អីកើត
បើចង់ហៅអ្នកវិនិយោគមកក៏គេអត់មកវិនិយោគដែរប្រទេសសង្គ្រាមឧទាហរណ៍ថាមានកំភ្លើងមាននាវាចម្បាំងអីឆ្ងាញ់តែហៅក្រុមហ៊ុនក្រុមហ៊ុនធំគេមកបូមប្រេងមកបូមអីដើម្បីរកស៊ីនៅចំណុចហ្នឹងមិនកើតគេមិនមកគេមិនហ៊ានគេមិនទៅប្រទេសផ្សេងហើយគេអត់មកទេប្រទេសមករកស៊ីមិនបើភ្ជុងដាក់គ្នាទៅវិញទៅមកហ្នឹងខ្ញុំគិតថារឿងដល់ថ្នាក់នោះគឺវាពិបាកព្រោះយ៉ាងណាធ្វើបិទតែចោលក៏ពិតមែនប៉ុន្តែព្យាយាមសម្ដែងដែរអីដែលអាចធ្វើទៅលក្ខណៈថារក្សាមុខមាត់ប្រទេសខ្លួនឯងបានណាក៏ព្យាយាមរក្សាអញ្ចឹងទៅហើយណាមួយគឺគេមានច្បាប់អន្តរជាតិដើម្បីដោះស្រាយរឿងហ្នឹងទោះបីជាអីគេចុះឈ្មោះមិនចុះឈ្មោះអីកាលពីមុនយើងនិយាយគ្នាតាក់ទងតុលាការអន្តរជាតិដោះស្រាយរឿងបន្តព្រំដែនរឿងដែនគោកដែនអីនោះថាដកឈ្មោះដកខ្លួនចេញពី ICJ ហើយមិនត្រូវបានទៅអញ្ចេះទៅអញ្ចោះអីចឹងនីតិវិធីរបស់ UN ត្រូវធ្វើប្រើពេលយូរប៉ុន្តែសម្រាប់ UN close នេះអត់អញ្ចឹងទេគឺត្រូវតែចូលខ្លួនហ្មងផ្សះផ្សាបែបបង្ខំកិច្ចតនាក៏មិនរួចរឿងថៃដកខ្លួនចេញពីអនុសាសនា MOU ឆ្នាំ2001នេះវានឹងត្រូវបញ្ចប់ទៅលក្ខណៈនឹងអន្តរជាតិចូលមកបោះវែងឲ្យឬក៏ចាត់តាំងប្រទេសណាមួយផ្សេងនិយាយទៅគឺត្រូវតែជាលក្ខណៈពហុភាគីព្រោះហេតុចោលឲ្យធ្វើភាគីនឹងបាត់ទៅហើយសម្រាប់ថៃសម្រាប់បងប្អូនយើងមានមតិយោបល់យ៉ាងណាឬក៏មានគំនិតយ៉ាងណាតាក់ទងរឿងនឹងអាចខមមិនខាងក្រោមជាមួយគ្នាបានជួយគ្នាវីដេអូក្រោយ